កូនប្រុសរបស់ខ្ញុំ18ឆ្នាំបានកន្លងផុតទៅខ្ញុំពិតជានឹកអ្នកណាស់តើអ្នកនៅណាកន្លែងណាសាច់ជ្រូកស្រស់ទើបតែមកដល់កូនជ្រូកត្រូវបានសម្លាប់និងបរិភោគនៅនឹងកន្លែងចៅហ្វាយតើលោកអាចកាត់សាច់នេះឲ្យខ្ញុំបានទេល្អតើអ្នកកំពុងព្យាយាមធ្វើអ្វីលុយការពារប្រញាប់ឡើងអាជីវកម្មមិនល្អទេខែនេះលោកតើអ្នកអាចផ្ដល់ការលើកលែងទោសឲ្យខ្ញុំពីរបីថ្ងៃបន្លាយរឿងនេះអស់រយៈពេលជាច្រើនឆ្នាំនិយាយរឿងមិនសមហេតុផលហើយឲ្យលុយខ្ញុំទៅប៉ុន្មានមិនច្រើនទេ100រៀល100តាខ្ញុំមិនទាន់បានបង់ប្រាក់រយៈពេល3ខែផងហេតុអ្វីអញ្ចឹង100តាចំណាប់អារម្មណ៍អ្នកដឹងហើយអ្នកស្រីតើអ្នកត្រូវបានចាប់ខ្លួនហើយឬនៅខ្ញុំមិនយល់ស្របទេអ្នកមិនទទួលស្គាល់វីតេមែនទេឧត្តមតើអ្នកកំពុងព្យាយាមធ្វើអ្វីតើអ្នកចង់វាយខ្ញុំទេសូមប្រាប់អ្នកថានៅភាគខាងត្បូងរបស់យើងស្ត្រីគឺជាមេឃបុរសគឺជាហ្វូងមនុស្សឥតប្រយោជន៍តើអ្នកហ៊ានប៉ះខ្ញុំទេកូនស្រីលោកស្រីជាទីគោរពចូលយើងពិភាក្សាអំពីរឿងនេះទីបំផុតមនុស្សម្នាក់ដែលអាចពិពណ៌នាបានថាមានសុជីវធម៌បានអ្នកដែលបាននិយាយមិនអីទេខ្ញុំនឹងមិនខ្ជះខ្ជាយដង្ហើមរបស់ខ្ញុំលើអ្នកទៀតទេអ្នកលក់ជ្រូកនេះជំពាក់ខ្ញុំ200ប្រាក់2 $សូមប្រគល់វាមកវិញអ្នកកំពុងនិយាយមិនសមហេតុផលអ្នកទើបតែនិយាយថា100តោអ្នកធ្វើឲ្យខ្ញុំមិនសប្បាយចិត្តខ្ញុំប្រសិនបើវាមានតម្លៃ200តោនោះវាមានតម្លៃ200តោប្រសិនបើអ្នកមានគំនិតផ្សេងទៀតយើងអាចបរិច្ចាគប្រាក់ដល់ពួកគេអ្នកបានទៅឆ្ងាយពេកហើយនេះគឺជាចំណាត់ថ្នាក់ព្រះទាំង5របស់យើងពីភាគខាងត្បូងស្ត្រីដ៏ស្រស់ស្អាតបំផុតទី10ក្មួយស្រីរបស់ឧត្តមសេនីយ៍តើនាងលែងចង់រស់នៅទៀតហើយឬតើអ្នកហ៊ាននិយាយតបទៅកាន់មេដឹកនាំអាវក្រហមដោយរបៀបណាតើអ្នកហ៊ាននិយាយតបទៅមនុស្សពេញវ័យដោយរបៀបណាលោកម្ចាស់អ្វីក៏ដោយដែលអ្នកនិយាយគឺជាចំនួនទឹកប្រាក់តើអ្នកអាចផ្ដល់ពេលឲ្យយើង2 3ថ្ងៃទៀតបានទេមេឃរយៈពេលអនុគ្រោះបាត់ចាស់សោះប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយខ្ញុំចង់បាននាងពីរខ្ញុំបានវានៅចន្លោះជើងរបស់ខ្ញុំខួងឲ្យលឿនខ្ញុំខ្លាចណាស់ដូច្នេះខ្ញុំវា